សួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំនៅវីដេអូបន្ទាប់ទាក់ទងទៅនឹងពាក្យបច្ចេកទេសដែលយើងប្រើសម្រាប់ការងារសុវត្ថិភាពបន្តទៀតតោះយើងចាប់ផ្ដើមអានទាំងអស់គ្នាពាក្យទី1យើងអានថា Keo chư so theo Keo chư so theo ជាភាសាអង់គ្លេសបានន័យថា Let's go ឬក៏យើងបកជាភាសាខ្មែរគឺស្រោមដៃជួរពាក្យបន្តមកទៀតនោះយើងអានថា In 是猫 in 是猫ជាភាសាអង់គ្លេសបានន័យថា hard hat ឬក៏យើងបកជាប្រែម្យ៉ាងទៀតយើងប្រែថា safety helmet ដែលជាភាសាខ្មែរមានន័យថាមួកសុវត្ថិភាពមួកសុវត្ថិភាពនេះគឺមួកសុវត្ថិភាពដែលយើងប្រើនៅក្នុងវិស័យសំណង់ពាក្យបន្តមកទៀតនោះយើងអានថា an qian sia an qian sia ជាភាសាអង់គ្លេសបានន័យថា safety boots ឬក៏ម្យ៉ាងទៀតយើងអាចប្រែថា safety shoe ជាភាសាខ្មែរបានន័យថាស្បែកជើងក្បាលដៃឬក៏ស្បែកជើងសុវត្ថិភាពពាក្យបន្តមកទៀតនោះយើងអានថាម៉ៃហួឈីម៉ៃហួឈីជាភាសាអង់គ្លេសបានន័យថា fire extinguisher ឬក៏យើងបកជាភាសាខ្មែរគឺបំពង់ពន្លត់អគ្គិភ័យពាក្យបន្តមកទៀតនោះយើងអានថាសៀវស៊ីនទៀនលាវសៀវស៊ីនទៀនលាវជាភាសាអង់គ្លេសបានន័យថា electric hazard ឬក៏ភាសាខ្មែរយើងប្រែថាគ្រោះថ្នាក់អគ្គិសនីក្នុងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាកុំភ្លេចយកទៅវិញរៀនអានរៀនសរសេរនិងទន្ទេញនៃអត្ថន័យនៃពាក្យនីមួយៗឲ្យចេះចាំទាំងអស់គ្នាអរគុណសម្រាប់តាមដានវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូបន្តទៀត Thank you bye bye